ក្រោយមកនឹងវីរុសខ្មោចឆៅនេះបានចាប់ផ្ដើមរីករាលដាលទូទាំងពិភពលោកប្រហែលជាអ្នកចាត់ខាងទាំងពីររបស់ខ្ញុំនឹងក៏បានដឹងរឿងនេះដែរដូច្នេះពីថ្ងៃនេះនឹងពួកគេនឹងបិទទ្វារមិនចេញក្រៅសោះប្តីប្រពន្ធវ័យចំណាស់ពីរនាក់នឹងគាត់បានរស់នៅលើកោះនេះនឹងមិនយូរប៉ុន្មានទេហើយនៅក្នុងបរិវេណផ្ទះរបស់គាត់នឹងមានដាំបន្លែមួយចំនួនហើយត្រីងៀតផងដែរដូច្នេះនឹងក្នុងរយៈពេលខ្លីនឹងពួកគេទាំងពីរនឹងប្រហែលជាមិនខ្វះស្បៀងនោះទេប៉ុន្តែងាកមកមើលគូស្នេហ៍វ័យក្មេងនេះវិញប្រហែលជាខ្ញុំនឹងគួរតែប្រយ័ត្នបន្តិចហើយនៅថ្ងៃនោះនឹងខ្ញុំក៏បានប្រើកែវយិតនឹងសង្កេតមើលស្ថានភាពនៅលើកោះនោះខ្ញុំបានឃើញគូស្នេហ៍ដែលបិទទ្វារមិនចេញអស់រយៈពេលប៉ុន្មានថ្ងៃនឹងបានរត់ទៅផ្ទះប្តីប្រពន្ធវ័យចំណាស់ផ្ទះយើងនឹងអត់មានអីហូបហើយខ្ញុំឃើញអ្នកទាំងពីរនឹងជាធម្មតានឹងមានដាំបន្លែហើយអ្នកទាំងពីរនឹងមានវ័យចំណាស់ហើយញ៉ាំតិចតួចទេអញ្ចឹងឲ្យខ្ញុំនឹងសូមញ៉ាំបន្តិចមករងចាំមួយសន្ទុះនឹងឃើញប្តីប្រពន្ធវ័យចំណាស់នឹងមិនឆ្លើយតបនឹងបរិះនោះនឹងក៏ចាប់ផ្ដើមមានអកប្បកិរិយារៀងខឹងបន្តិចដែរសុទ្ធតែជាអ្នកចិត្តខាងគ្នាទេហេតុអ្វីនឹងគ្រាន់តែអាហារប៉ុណ្ណឹងនឹងមិនឲ្យពួកយើងញ៉ាំដែរពួកលោកទាំងពីរនឹងមានអាយុច្រើនហើយហេតុអ្វីនឹងបានជាគិតតែពីខ្លួនឯងម្លេះបើអ្នកទាំងពីរនឹងមិនឲ្យទេនឹងកុំបន្ទោសថាខ្ញុំនឹងមិនសមរម្យឲ្យសោះនៅពេលនោះនឹងលោកតាដែលមានកំភ្លើងបាញ់សัตว์នៅក្នុងដៃនឹងក៏ដើរចេញមកជាមួយគ្នានោះគាត់នឹងក៏បានកាន់ថង់ស្បៀងអាហារតូចមួយនេះយករបស់ទាំងអស់នេះទៅហើយប្រញាប់ចេញពីទីនេះឲ្យឆាប់កុំមកកោពួកយើងទៀតបុរសនោះនឹងក៏រើសថង់នោះឡើងហើយសម្លឹងមើលជុំវិញបរិវេណផ្ទះរបស់លោកតាបន្ទាប់មកនឹងគាត់នឹងញញឹមយ៉ាងមានល្បិចកលហើយក៏បានដើរត្រឡប់ទៅផ្ទះរបស់គាត់វិញខ្ញុំបានឃើញទិដ្ឋភាពនេះតាមកែវយិតនឹងហើយមានអារម្មណ៍ថាមិនល្អភ្លាមខ្ញុំនឹងគួរតែប្រុងប្រយ័ត្នខ្លាំងចំពោះអ្នកទាំងពីរអ្នកនេះហើយយប់នោះភ្លៀងធ្លាក់ខ្លាំងនឹងនៅលើកោះពេលខ្ញុំកំពុងគេងលក់ស្កប់ស្កល់នឹងស្រាប់តែមានសំឡេងគោះទ្វារនឹងយ៉ាងកកិតកក្រែងនៅខាងក្រៅផ្ទះខ្ញុំនឹងក៏ភ្ញាក់ខ្លួនភ្លាមខ្ញុំក៏យកទូរស័ព្ទនឹងមកមើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញលោកយាយអ្នកចិត្តខាងនោះនឹងខ្ញុំពិតជាឆ្ងល់ណាស់ហេតុអ្វីបានជាគាត់នឹងមកគោះទ្វារខ្ញុំនឹងពាក់កណ្ដាលយប់បែបនេះប៉ុន្តែមួយវិនាទីបន្ទាប់នឹងខ្ញុំក៏មានអារម្មណ៍តក់ស្លុតភ្លាមព្រោះនៅមិនឆ្ងាយពីក្រោយលោកយាយនឹងស្រាប់តែលេចមុខបុរសស្លៀកខ្មៅម្នាក់ហើយនៅក្នុងដៃគាត់នឹងគឺកាន់កំបិតខ្លីទៀតផងបើវិនិច្ឆ័យតាមរូបរាងនឹងបុរសនេះនឹងគួរតែជាយុវជនដែលនៅចិត្តខាងផ្ទះខ្ញុំនេះឯងនៅពេលដែលខ្ញុំកំពុងគិតចង់ប្រាប់លោកយាយនឹងតាមកាមេរ៉ាសុវត្ថិភាពនឹងស្រាប់តែបុរសនោះនឹងរត់សម្ដៅទៅរកលោកយាយនឹងភ្លាមលោកយាយនឹងក៏បានដួលចោះមួយរំពេចហើយបន្ទាប់មកនឹងក៏ត្រូវបានបុរសនោះនឹងអូសយកទៅបាតពិតជាអាក្រក់មែនទែនប្រហែលជាលោកតានឹងជួបគ្រោះថ្នាក់ហើយតែមួយវិនាទីបន្ទាប់នឹងខ្ញុំស្រាប់តែនឹកឃើញរឿងមួយយ៉ាងអូខ្ញុំចាំហើយថាលោកតានឹងមានកំភ្លើងបាញ់សត្វមួយដើមបានអញ្ចឹងមែននឹងឥឡូវនេះប្រកាសជាបុរសនោះនឹងបានយកទៅបាត់ហើយដូច្នេះនឹងចាប់ពីថ្ងៃនេះទៅខ្ញុំធ្វើអ្វីនឹងគួរតែប្រុងប្រយ័ត្នមែនទែនថ្ងៃបន្ទាប់នឹងខ្ញុំក៏យកកែវយិតនឹងមកសម្លឹងមើលស្ថានភាពវិឡាម្ដងទៀតឃើញថាគូស្នេហ៍វ័យក្មេងនោះនឹងបានដណ្ដើមផ្ទះប្តីប្រពន្ធវ័យចំណាស់នោះបាត់បើទុកពួកវាឲ្យនៅរស់នឹងគឺពិតជាគ្រោះថ្នាក់ដល់ខ្ញុំមែនទែនបើមានឱកាសនឹងខ្ញុំត្រូវតែកម្ចាត់ពីរអ្នកនេះចោលហើយនៅពេលនោះនឹងខ្ញុំក៏បានទទួលទូរស័ព្ទនឹងពីនារីដែលគាត់ខលមកចប់ហើយពេលនេះនឹងខ្ញុំគួរធ្វើយ៉ាងម៉េចមានរឿងអីមែននារីអាហារនៅក្នុងផ្ទះខ្ញុំទាំងប៉ុន្មាននឹងប្រេងអ្នកចិត្តខាងនឹងឆក់យកទៅអស់ហើយអញ្ចឹងផ្ទះនាងនៅមានអាហារស្តុកទុកខ្លះទៀតទេមានពួកយើងនឹងបានលាក់អាហារខ្លះដែរនៅក្រោមគ្រែពួកវានឹងមើលមិនឃើញទេល្អហើយអញ្ចឹងនាងនឹងត្រូវលាក់វាឲ្យបានល្អកុំបើកទ្វារដោយងាយឲ្យគេឲ្យសោះបើសិនជាចាំបាច់នឹងមានអ្នកណាគេដែលមិនស្គាល់មុខនឹងចូលមកក្នុងបន្ទប់របស់នាងនឹងអាចសម្លាប់វាចោលបានដឹងហើយតែខ្ញុំនឹងអាចពឹងបង្ជាប់នឹងរឿងមួយបានទេឪពុកម្ដាយរបស់ខ្ញុំនឹងចង់សួរថាតើគ្រួសារយើងនឹងអាចទៅជ្រកកោននៅផ្ទះបង្ជាប់មួយរយៈសិនបានអត់ឬដូច្នេះនឹងខ្ញុំក៏ស្ងៀមស្ងាត់មួយរំពេចឪពុករបស់ខ្ញុំនឹងបានផ្ដាំខ្ញុំម្ដងទៀតថាក្រៅពីគាត់នឹងមិនអាចអនុញ្ញាតឲ្យនរណាម្នាក់នឹងចូលផ្ទះនេះបានឡើយវិឡានេះនឹងគឺជាញើសឈាមរបស់គាត់តែមួយគត់ដែលសាងសង់សម្រាប់ឲ្យខ្ញុំនឹងនៅថ្ងៃអនាគតបើគ្រួសាររបស់នារីមកដល់ហើយនាំយកអាវីរុសខ្មោចឆៅនឹងមកជាមួយនឹងឬក៏នាងនឹងស្នាក់នៅទីនេះយូរនឹងមានចិត្តដណ្ដើមលបលន់ចង់បានផ្ទះរបស់ខ្ញុំនោះខ្ញុំនឹងឪពុករបស់ខ្ញុំនឹងមានគ្រោះថ្នាក់ជាមិនខានគិតដល់រឿងនេះនឹងខ្ញុំក៏បានបិទទូរស័ព្ទភ្លាម